ទេពកោសលនឹងពិភពខាងក្នុងរបស់មនុស្សកើតថ្ងៃពុធពេលថ្ងៃហើយសម្រាប់คลิปនេះអ្នកគ្រូសូមចែករំលែកដល់អ្នកដែលកើតថ្ងៃពុធពេលថ្ងៃម្ដងអ្នកគ្រូសួរថាអ្នកកើតថ្ងៃពុធពេលថ្ងៃធ្លាប់ជួបទេលោកអ្នកជាមនុស្សដែលនិយាយជាមួយអ្នកណាក៏បានតែវាទាស់ត្រង់ថាមិនដែលមានអ្នកណាស្គាល់ពីតួអង្គពិតប្រាកដរបស់លោកអ្នកនោះទេមនុស្សជាច្រើនគេមើលមកថាលោកអ្នកជាមនុស្សរុះរាយជាមនុស្សដែលវាងវៃជាមនុស្សដែលពូកែនិយាយហើយជាមនុស្សដែលពូកែសម្របខ្លួនបើនៅជាមួយអ្នកណាគឺសម្របខ្លួនជាមួយអ្នកនឹងបានទាំងអស់ប៉ុន្តែការពិតភាពពិតរបស់លោកអ្នកគ្រាន់តែដឹងថាគួររៀបខ្លួនជាមួយនឹងអ្នកណាបែបណាឲ្យពិតប្រាកដតែប៉ុណ្ណោះប៉ុន្តែមិនមែនបានន័យថាមនុស្សទាំងអស់នឹងយល់ពីបេះដូងរបស់លោកអ្នកនោះទេព្រោះមនុស្សកើតថ្ងៃពុធពេលថ្ងៃជាមនុស្សដែលឆ្លាតពីធម្មជាតិមិនមែនជាមនុស្សរបៀបឆ្លាតដែលទន្ទិញសៀវភៅឆាប់ចាំទេណាតែមនុស្សដែលឆ្លាតរបៀបអានចិត្តមនុស្សដឹងហើយយ៉ាងច្បាស់លាស់តែម្ដងពិតឬមិនពិតលោកអ្នកដឹងពីស្ថានភាពពិតហើយលោកអ្នកដឹងថាគួរនិយាយអ្វីហើយអ្វីដែលមិនគួរនិយាយពេលខ្លះលោកអ្នកមើលមនុស្សដឹងតាំងពីវិនាទីដំបូងមកម្លេះតែលោកអ្នកជ្រើសរើសនៅស្ងៀមលោកអ្នកដឹងថាទោះជានិយាយទៅក៏វាអត់មានប្រយោជន៍អញ្ចឹងហើយទៅលោកអ្នកជ្រើសរើសនៅស្ងៀមល្អជាងហើយមានរឿងមួយដែលមនុស្សកើតថ្ងៃពុធពេលថ្ងៃមិនសូវទទួលស្គាល់គឺលោកអ្នកជាមនុស្សដែលគិតច្រើនជាងអ្វីដែលលោកអ្នកមើលឃើញនៅខាងក្រៅលោកអ្នកអាចនឹងមើលទៅធម្មតាតែខាងក្នុងខួរក្បាលវិញរឿងនេះតើតើអ្នកកើតថ្ងៃពុធពេលថ្ងៃបានយល់ខ្លួនឯងច្បាស់ខាងក្រៅមើលទៅដូចសាមញ្ញធម្មតាប៉ុន្តែខាងក្នុងវិញប្រៀបដូចជាមានក្រុមគណៈកម្មការមកប្រជុំគ្នានៅក្នុងខួរក្បាលបានន័យថាគណៈកម្មការមួយខេត្តតែម្ដងមកប្រជុំគ្នានៅក្នុងខួរក្បាលព្រោះរឿងខ្លះអ្នកដទៃគេគិតត្រឹមតែ5នាទីទេប៉ុន្តែលោកអ្នកយកទៅគិតបន្តរហូតដល់ទៅ5ថ្ងៃពិតឬមិនពិតដល់ពេលចង់បញ្ចប់លោកអ្នកក៏ត្រូវធ្លាក់ពីលើខ្នងសេះគិតរហូតដល់ហត់ខ្លួនឯងតែក៏ដោះស្រាយបញ្ហាមិនសូវបានដដែលហើយអ្វីដែលត្រូវបំផុតនោះគឺលោកអ្នកស្រឡាញ់សេរីភាពខ្លាំងណាស់លោកអ្នកមានពិភពលោកផ្ទាល់ខ្លួនខ្ពស់ដែលមិនអាចឲ្យអ្នកណាចូលដល់បានឡើយហើយលោកអ្នកមិនចូលចិត្តឲ្យអ្នកណាមកឃុំក្រងមកបញ្ជាលើជីវិតឡើយតែបើសិនជាមិនអាចជៀសវាងបានក៏សុខចិត្តទទួលស្គាល់តែសួរថាចូលចិត្តទេអត់ចូលចិត្តទេព្រោះបើរឹតតែត្រូវគេបញ្ជាគឺរឹតតែរឹងហើយបើរឹតតែបង្ខំគឺរឹតតែរត់គេចពិតឬមិនពិតជួនកាលលោកអ្នកក៏មិនបានចង់ទៅតតាំងប្រឆាំងអីទេគ្រាន់តែចង់មានទីកន្លែងមួយសម្រាប់ខ្លួនឯងប៉ុណ្ណោះឯងហើយមួយរយៈនេះអ្នកកើតថ្ងៃពុធពេលថ្ងៃជាច្រើនអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាជីវិតខ្លួនឯងដូចជារាំងស្ទះធ្វើអ្វីមិនសូវជារលូនប៉ុន្មានទេតែមិនមែនមកពីមិនមានឱកាសទេណាតែមកពីមានផ្លូវជ្រើសរើសច្រើនជ្រុលពេកច្រើនរហូតដល់ពេលខ្លះមិនដឹងថារើសផ្លូវមួយណាតែអ្នកគ្រូចង់ប្រាប់ថាពេលខ្លះការសម្រេចចិត្តខុសវានៅគ្រាន់បើជាងការមិនបានសម្រេចចិត្តអ្វីទាំងអស់ព្រោះអ្នកដែលដើរខុសផ្លូវក៏នៅមានឱកាសដើរទៅដល់គោលដៅតែអ្នកដែលឈរនៅកន្លែងដដែលទៅវិញទេដែលគ្មានថ្ងៃដឹងថាខាងមុខមានអ្វីឡើយចូលចាំទុកមួយខណាទេពកោសលពិតប្រាកដរបស់អ្នកកើតថ្ងៃពុធមិនមែនជាភាពឆ្លាតទេប៉ុន្តែវាជាអ្វីដែលអាចចាប់ផ្ដើមថ្មីបានជានិច្ចតែជាអ្វីដួលហើយងើបបើវាខ្ទេចហើយត្រូវសាងថ្មីខកចិត្តហើយយ៉ាងម៉េចគឺត្រូវតែដើរទៅមុខបន្តនេះហើយគឺជាធម៌ពលពិតប្រាកដរបស់អ្នកកើតថ្ងៃពុធហើយអ្នកគ្រូជឿថាកន្លះឆ្នាំក្រោយនៅក្នុងជីវិតរបស់លោកអ្នកនឹងមិនមានការវាស់ថាលោកអ្នកពូកែប៉ុណ្ណានោះទេតែវាវាស់នៅត្រង់ថាតើលោកអ្នកក្លាហានគ្រប់គ្រាន់ក្នុងការហ៊ានសម្រេចចិត្តធ្វើនៅអ្វីដែលបេះដូងលោកអ្នកត្រូវការឬក៏អត់បើសិនជាលោកអ្នកហ៊ានណាឱកាសល្អក្តីសុខសមអំណងនឹងរងចាំលោកអ្នកនៅខាងមុខសម្រុកចូលមកមិនខានសូមឲ្យអ្នកកើតថ្ងៃពុធសំណាងល្អណា